សូមជម្រាបសួរដល់លោកអ្នកបងប្អូនទាំងអស់គ្នាចានៅថ្ងៃនេះយើងនឹងអាននៅព្រះបន្ទូលព្រះអង្គអំពីគ្រឿងសឹករបស់ព្រះចាគ្រឿងសឹករបស់ព្រះមាន7យ៉ាងតើមានអ្វីខ្លះទៅយើងនឹងអានជាមួយគ្នានៅព្រះគម្ពីរអេភេសូជំពូក6ពីខ11ដល់ខ18ចាខ្ញុំនឹងអានជូនចូលពាក់គ្រប់គ្រឿងសឹករបស់ព្រះដើម្បីឲ្យអាចនឹងឈរមាំមួនទាស់នឹងឧបាយកលទាំងអំបានមានរបស់អារ៉ាត្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេគឺនឹងពួកគ្រប់គ្រងពួកមានអំណាចនិងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានដ៏ខ្ពស់ដែរហេតុនោះបានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បានរួចកាលណាបានតតាំងសពគ្រប់ហើយនោះឲ្យបាននៅតែឈរមាំមួនដដែលដូច្នេះចូលឲ្យឈរមាំមួនចុះដោយក្រវ៉ាត់សេចក្តីពិតនៅចង្កេះហើយពាក់សេចក្តីសុចរិតទុកជាប្រដាប់បាំងដើមទ្រូងទាំងពាក់សេចក្តីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្តីសុខសាន្តទុកជាស្បែកជើងថែមទាំងយកសេចក្តីជំនឿទុកជាខែលផងដែលអ្នករាល់គ្នានឹងអាចរំលត់អស់ទាំងព្រួញឆេះរបស់មេកំណាចដោយសារខែនោះបានចូលយកសេចក្តីសង្គ្រោះទុកជាមួកសឹកនិងដាវរបស់ព្រះវិញ្ញាណដែរគឺជាព្រះបន្ទូលព្រមទាំងប្រើសេចក្តីអធិស្ឋាននិងសេចក្តីទូលអង្វរគ្រប់យ៉ាងដើម្បីអធិស្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលាហើយចាំយាមក្នុងសេចក្តីនោះឯងដោយនៅគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួននិងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់